សួស្តីអ្នកទាំងអស់គ្នាសម្រាប់វីដេអូមួយនេះផងដែរខ្ញុំនឹងបង្ហាញពីការផ្ទុកទុកឯកសារឬក៏ព័ត៌មានផ្សេងៗនៅក្នុង app Google Drive អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលទាំងអស់គ្នានៅពេលដែលបើក app មកអ្នកទាំងអស់គ្នានឹងឃើញមានសញ្ញាបូកនៅខាងស្ដាំដៃនេះចុចទៅលើវាទៅវាមាន function ផ្សេងៗឲ្យអ្នកទាំងអស់គ្នាជ្រើសរើសខ្ញុំចុច upload file ហើយចូលទៅក្នុង photos and videos អ្នកទាំងអស់គ្នាអាចជ្រើសរើសរូបភាពនៅក្នុង album របស់អ្នកទាំងអស់គ្នាបានដើម្បី upload ចូលទៅក្នុង Google Drive នឹងសម្រាប់ខ្ញុំជ្រើសរើសយករូបនំ cake នេះនៅពេលដែលជ្រើសរើសយករូបហើយគឺយើងឃើញថាយើងអាចដូរឈ្មោះ file នឹងបានជាឈ្មោះផ្សេងៗដែលយើងអាចចំណាំបានងាយស្រួលជាងហ្នឹងសម្រាប់ខ្ញុំដូរដាក់ជាឈ្មោះ cake នៅពេលដែលដូរឈ្មោះហើយគឺយើងអាច upload file នឹងបាននៅពេលដែល file នឹង upload ហើយយើងអាចចុចចូលទៅក្នុង file នេះយើងនឹងឃើញរូបថតដែលយើង upload ហ្នឹងហើយនៅក្នុង app Google Drive នេះផងដែរអ្នកទាំងអស់គ្នាក៏អាចថតរូបដើម្បីផ្ទុកទុកនៅក្នុង app នឹងបានដែរនៅពេលដែលអ្នកទាំងអស់គ្នាថតរូបហើយអ្នកទាំងអស់គ្នាអាចចុចពាក្យថា use photo ហើយអ្នកទាំងអស់គ្នាអាចដូរឈ្មោះ file ហ្នឹងទៅជាឈ្មោះផ្សេងដែលអ្នកទាំងអស់គ្នាអាចចំណាំបានដោយងាយស្រួលសម្រាប់ខ្ញុំគឺខ្ញុំដូរទៅជាឈ្មោះ adjective clause ដែលជាឈ្មោះ topic របស់ឯកសារដែលខ្ញុំថតនឹងហ្មងអញ្ចឹងទៅខ្ញុំស្រួលចំណាំហើយពេលដែលដូរឈ្មោះហើយអ្នកទាំងអស់គ្នាអាច upload វាបានដូចជា file មិញអញ្ចឹងនៅពេលដែល upload ហើយអ្នកទាំងអស់គ្នានឹងឃើញ file ហ្នឹង load មកនៅខាងលើហ្នឹង adjective clauses ហ្នឹងយើងចុចចូលមើលទៅនឹងឃើញរូបភាពដែលយើងបានថតហ្នឹងមួយទៀតហ្នឹងគឺការ create folder សម្រាប់ការ create folder ហ្នឹងគឺយើងគ្រាន់តែចុចទៅលើពាក្យ create folder ហើយដាក់ឈ្មោះ folder ហ្នឹងជាឈ្មោះអីមួយទៅហើយអ្នកទាំងអស់គ្នាអាចប្រមូលឯកសារផ្សេងៗមកផ្ទុកទុកនៅក្នុង folder ដែលយើងបាន save ហ្នឹងបានមិនថា homework project ផ្សេងៗឬក៏ការងារអីក៏ដោយអ្នកទាំងអស់គ្នាអាចយកវាមក organize នៅក្នុង folder ដែលយើងបានបង្កើតហ្នឹងក្រៅពីនេះនៅក្នុង Google Drive ក៏យើងអាច scan document បានដែរការ scan document ហ្នឹងគឺយើង scan ដើម្បីឲ្យរូបភាពដែលយើង scan ហ្នឹងវាមានភាពងាយស្រួលក្នុងការមើលជាងមុនដោយសារតែវានឹង crop ហើយនឹង straighten document ដែលយើង scan ហ្នឹងឲ្យច្បាស់ឲ្យយើងស្រាប់ហើយអ្នកទាំងអស់គ្នាអាច save ជា file ឬក៏ save ជា PDF file បានចឹងសម្រាប់វីដេអូមួយនេះគឺអស់ត្រឹមហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាអរគុណ